មេរៀនទី2ដូចយើងបង្កើត page ទុករលួយ2021បាទហើយក៏មានការសនំពោពីបងប្អូនយើងរៀងក្រាស់ៗដែរបងប្អូនណាបាទពីរបៀបក៏ចង់បង្កើត page ទឹកខ្លួនឯងអញ្ចឹងណាបាទគាត់តែបងប្អូនឲ្យបងប្អូនទីមួយបងប្អូនទៅបង្កើតបងប្អូនទៅតែត្រៀមបាទដូចជារូបថតចំនួន2ស្លឹកមួយទៀតគឺរូប profile ទី2គឺរូប cover បាទ2ស្លឹកហើយនឹងឈ្មោះ page របស់បងប្អូនហើយនឹង account Facebook បងប្អូនប្រើប្រចាំថ្ងៃបងប្អូនអាចទៅបង្កើតជាមួយខ្ញុំបាទដោយខ្លួនឯងបានបាទតោះបងប្អូនកុំឲ្យយូរបងប្អូនចូលទៅកាន់ account Facebook របស់យើងមកយើងទៅបង្កើត page ទាំងអស់គ្នាបាទគេបង្កើតយ៉ាងម៉េចត្រាប់តែបើបងប្អូនថ្មីដែលចង់រៀនបង្កើត page ទៅខ្លួនឯងបាទចុះបងប្អូនចូលទៅកាន់ account Facebook បាទមកដល់ទីនេះបងប្អូនចុចទៅកាន់ profile របស់យើងមកបាទនេះជា account Facebook ណាបងប្អូនណាដែលយើងប្រើប្រាស់ប្រចាំថ្ងៃបាទរួចហើយបងប្អូនចង់បង្កើតបាទ page បងប្អូនចុចលើសញ្ញាត្រី3បាទមកដល់ទីនេះបងប្អូនស្វែងរកពាក្យថាទំព័រអក្សរខ្មែរណាបាទបើបងប្អូនទូរស័ព្ទបងប្អូនចេញភាសាអង់គ្លេសបងប្អូនចំណាំ logo បងប្អូនណាបាទរូបរាងបែបនេះគឺសញ្ញាទង់ជាតិបងប្អូនចុចមកកាន់ទីនេះពឹបមកបាទមកដល់ទីនេះបងប្អូនស្រឡឹងមើលខាងលើខាងឆ្វេងដៃភាសាខ្មែរគេដាក់ថាបង្កើតបងប្អូនចុចទីនេះមកពឹបមកបាទមកដល់ទីនេះបងប្អូនវាយឈ្មោះ page បងប្អូនបាទបងប្អូនចង់វាយអក្សរអង់គ្លេសលាយជាមួយនឹងភាសាខ្មែរក៏បានដែរសម្រាប់ page ណាយើងលាយគ្នាណាដាក់អង់គ្លេសពាក់កណ្ដាលទៅខ្មែរពាក់កណ្ដាលក៏បានដែរហើយសម្រាប់ page បើ account Facebook របស់យើងមិនអាចបង្កើតអក្សរអង់គ្លេសលាយជាមួយនឹងខ្មែរបានទេបើ page អាចលាយបានបាទបងប្អូនអរគ្នាអញ្ចឹងខ្ញុំសូមដាក់ឈ្មោះបងខ្ញុំបងប្អូនណាបាទសម្រាប់បងប្អូនមានឈ្មោះបងប្អូនដាក់ឈ្មោះបងប្អូនទៅបាទគេដាក់ថាបាទឈ្មោះទំព័របាទឥឡូវខ្ញុំសូមឲ្យបញ្ចូលបាទនេះឈ្មោះរបស់ខ្ញុំបងប្អូនណាបាទឈ្មោះ page ថ្មីរបស់ខ្ញុំចុះបាទដើម្បីខ្ញុំចែកលេខបងប្អូនរួចហើយបងប្អូនចុចសញ្ញាបន្តគី Q ហ្នឹងអាយ៉ាដោយសារឈ្មោះនេះមានគេប្រើហើយបងប្អូនណាបងប្អូនបន្ថែមជាអក្សរខ្មែរតិចមកបាទចេញសញ្ញាក្រហមបែបនេះមានឈ្មោះគេចំឈ្មោះរបស់គេណាគេមិនឲ្យដាក់ទេឥឡូវខ្ញុំសូមវាយឈ្មោះភាសាខ្មែរបន្តខ្ញុំដាក់ឈ្មោះរាវីអញ្ចឹងទៅបងប្អូនណាខ្ញុំដាក់កតុយដាក់រាវីអញ្ចឹងទៅបាទឬក៏ដាក់ខ្មែរក៏បានដែរអញ្ចឹងណាដាក់ខ្មែរក៏បានដែរបាទបងប្អូនអរខ្ញុំសូមដាក់ខ្មែរចុះស្រៈអាយណាបាទដាក់ខ្មែរអញ្ចឹងមកបាទសូមដាក់ចេះតែគេឲ្យទេយើងដកឃ្លាបន្តិចមកបងប្អូនរងចាំបាទសូមបញ្ជាក់បងប្អូនណាបើវាចេញចេះមានន័យថាទិញក្រហមមិញគេឲ្យប្រើទេព្រោះចន់ឈ្មោះអញ្ចឹងខ្ញុំបានបដូរហើយឥឡូវខ្ញុំចុចស្នាមបន្តទៀតចុចស្នាមបន្តមកបាទអូខេបងប្អូនបាទចូលកំឡុងទី2បងប្អូនណាតម្រងទី2ហើយអញ្ចឹងកន្លែងនេះគឺកន្លែងតាក់ការីមានន័យថា content របស់បងប្អូនណាបងប្អូនចង់បង្កើតវីដេអូពីអ្វីអញ្ចឹងណាសិល្បៈតន្ត្រីអញ្ចឹងណាអញ្ចឹងកុំឲ្យវិញវគ្គច្រើនបងប្អូនឡើងយើងអាចដូរបានអញ្ចឹងណាមានចម្ងល់បងប្អូនអាច comment សួរខ្ញុំបានតែកុំឲ្យយូរខ្ញុំសូមរើសយកមួយសិនបាទឬក៏បងប្អូនយកវាយសើចទៅនេះក៏បានដែរបងប្អូនវាយណាបងប្អូនចង់បង្កើតវីដេអូពីអ្វីអញ្ចឹងណាគេថា content ណាបាទឥឡូវខ្ញុំសូមយកមួយសិនខ្ញុំយកតន្ត្រីមួយចុះបាទរួចហើយបងប្អូនចុចសញ្ញាបង្កើតខាងក្រោមបាទបងប្អូនរងចាំបន្តិចបាទមកដល់ទីនេះបងប្អូនមិនធ្វើអីទេបងប្អូននេះឲ្យយើងរៀបចំបាទរបៀបរៀបចំខ្ញុំនឹងធ្វើវីដេអូចែកជូនបងប្អូននៅពេលក្រោយបាទអញ្ចឹងបងប្អូនមិនខ្វល់អីទេបងប្អូនចុចស្នាមបន្តទៀតមកបាទអូខេបងប្អូនអញ្ចឹងកន្លែងគេឲ្យយើងតាំងរូប profile របស់យើងណាបាទនេះ profile នេះខាងក្រោយគេហៅរូប cover អញ្ចឹងបងប្អូនកំតាន់តាំងក៏បានដែរបងប្អូនចុចសញ្ញាបន្តទៀតមកអូខេមកដល់ឥឡូវយើងក៏ឲ្យយើង add brand បងប្អូនណាអញ្ចឹងដល់សារ page យើងថ្មីយើងមិនបាច់ต้อง add ទេបងប្អូនណាយើងទុករយៈពេលក្នុងមួយខែទៅបាទអញ្ចឹងណាទុកក្នុងមួយខែទៅតាមយើងយកមកប្រើប្រាស់ទៅឲ្យ page វារៀងចាស់តិចកុំឲ្យវាខ្ចីពេកណាបងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនចុចសញ្ញាបន្តទៀតបាទអានេះវាយើងអីគេពីការបោះគិតរបស់ខ្ញុំណាកុំឲ្យតាន់ add brand បងប្អូនណាបាទកុំតាន់ add brand បាទអញ្ចឹងយើងចុចបន្តទៀតមកបាទរូប page យើងថ្មីបាទរួចហើយបងប្អូនចុចសញ្ញាបន្តទៀតមកបាទរូប page យើងថ្មីបាទរួចហើយបងប្អូនចុចសញ្ញាបន្តទៀតមកបាទគឺរួចរាល់បងប្អូនណាពីរបៀបយើងបង្កើត page គឺងាយស្រួលដល់បងប្អូនបាទសំខាន់បងប្អូនត្រូវតែយកចិត្តទុកដាក់បន្តិចទៅបងប្អូនណាបាទអញ្ចឹងចុចតាមគេណានរបស់គេមកឲ្យយើងរៀបចំបងប្អូនណាឲ្យយើងរៀបចំអញ្ចឹងពីរបៀបរៀបចំនេះគឺខ្ញុំនឹងចែករំលែកដល់បងប្អូននៅវីដេអូក្រោយបាទឥឡូវយើងបាន page មកបងប្អូនណាបាទអូខេបងប្អូនបាទឲ្យយើងរៀបចំតិចតួចហ្នឹងបងប្អូនណាបាទនេះ page របស់យើងបងប្អូនយើងបង្កើតមិញណាបាទនេះ page អញ្ចឹងណាបាទបាន page របស់យើងមួយយកមកប្រើណាអញ្ចឹងពីវីដេអូពីរបៀបយើងបង្កើត page គឺមានតែបងប្អូនណាបាទជួបខ្ញុំនៅវីដេអូក្រោយពីរបៀបយើងរៀបចំ page បាទផ្សេងទៀត
បាទបងប្អូនមានចម្ងល់អ្វីបងប្អូនអាច comment នៅក្នុងវីដេអូខ្ញុំបានខ្ញុំនឹងធ្វើវីដេអូចែករំលែកពីចំណេះដឹងរបស់ខ្ញុំនៅវីដេអូក្រោយទៀតបាទអរគុណច្រើនជម្រាបលាបាយបាយ